ទើបរៀនចាប់ទី12ហើយមានកម្រងចង់រៀនជំនាញ IT តើគួរទិញ laptop ប្រភេទណាណោះដើម្បីដឹងថាយើងគួរទិញ laptop ប្រភេទណាឲ្យត្រូវនឹងជំនាញ IT ដំបូងយើងត្រូវដឹងសិនថា IT ដែលយើងកំពុងតែរៀនហ្នឹងគឺជាផ្នែកអីគេដោយសារតែក្នុងជំនាញ IT ហ្នឹងដែរគឺវាមានច្រើនផ្នែកបើសិនជាអ្នកនរគ្នារៀនផ្នែក programming software development network ឬក៏ IT ទូទៅអ្នកនរគ្នាមិនចាំបាច់ទិញ laptop gaming ដែលមានតម្លៃថ្លៃពេកទេសម្រាប់ laptop ដែលល្អប្រើខ្ញុំសូមណែនាំដល់អ្នកគ្នាយ៉ាងហោចណាស់ក៏ spec CPU Core i5 ឬក៏ Ryzen 5តែបើបាន CPU ខ្ពស់ជាងហ្នឹងក៏កាន់តែល្អសម្រាប់ RAM យើងគួរតែយកចាប់ពី RAM 16GB ឡើងទៅហើយបើ storage គឺយើងគួរតែប្រើចាប់ពី 512GB ឬក៏ធំជាងហ្នឹងក៏កាន់តែល្អព្រោះវាងាយស្រួលក្នុងការផ្ទុកឯកសាររបស់យើងហើយអ្វីដែលកាន់តែសំខាន់មួយទៀតហ្នឹងគឺការជ្រើសរើស laptop ដែលមានទម្ងន់ស្រាលហើយថ្មកាន់បានយូរព្រោះវាងាយស្រួលក្នុងការយកទៅតាមខ្លួននិងយកទៅរៀនជាប្រចាំថ្ងៃបើសិនជាអ្នកទាំងអស់គ្នារៀនជំនាញ IT ទាក់ទងទៅនឹងផ្នែក 3D game development video editing ឬក៏ graphic design អ្នកនរគ្នាគួរតែជ្រើសរើស laptop ដែលមាន CPU ចាប់ពី Core i7 ឬក៏ Ryzen 7 RAM ចាប់ពី 16GB ឬក៏ 32GB ហើយមានជាមួយនឹង VGA ដាច់ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទៅលើការងារទាំងអស់នឹងបានហើយចំណុចមួយទៀតដែលយើងមិនគួររំលងនោះគឺការជ្រើសរើស laptop ដែលមានការធានាជូនត្រឹមត្រូវនិងអាច upgrade បានដើម្បីងាយស្រួលឲ្យយើងអាចបន្ថែម RAM បន្ថែម storage នៅពេលក្រោយបានផងដែរអញ្ចឹងបើបងប្អូនដែលទើបតែប្រឡងចាប់ទី12ហើយអត់ដឹងថាគួរទិញ laptop ប្រភេទណាអាចអញ្ជើញមកកាន់ Toptech Computer បានដែលនៅហាងរបស់យើងខ្ញុំមានជាមួយនឹងអ្នកជំនាញដើម្បីណែនាំនៅ laptop ឲ្យត្រូវនឹងតម្រូវការនៃការប្រើប្រាស់របស់បងប្អូនហើយយើងក៏មានជាមួយនឹង laptop ច្រើន spec ច្រើន model ដើម្បីឲ្យបងប្អូនទាំងអស់គ្នាធ្វើការជ្រើសរើសផងដែរឬក៏អាចមកតេស្តដោយផ្ទាល់បានដែលយើងមានជាមួយនឹងផលិតផលដាក់តាមបង្ហាញស្រាប់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ Facebook Page និង Telegram ដែលមាននៅក្នុងវីដេអូនេះស្រាប់អរគុណ